Cha chụp điệp số bóng ổn được ở ní xong spa có một can channel Vietnam xây lẹ bóng ổn chaថ្ងៃនេះនាងខ្ញុំមានមុខម្ហូបចង់មកមិនមែនជាការបង្ហាត់បង្រៀននេះទេបងប្អូនប៉ុន្តែគ្រាន់តែថាខ្ញុំមកលេងបងស្រីខ្ញុំហើយក៏ចាំពេលគាត់ស្លសម្លមកជូរតកួនហ្នឹងហើយនឹងពងទាចៀនជាមួយទឹកត្រីម្ទេសហើយខ្ញុំគិតថាវាមិនមែនជាមុខម្ហូបអីលំបាកអីក៏ប៉ុន្តែចង់ចែករំលែកជូនបងប្អូនទស្សនាថ្ងៃណាមួយដែលបងប្អូននឹកឃើញឃ្លានសម្លមកជូរតកួនបងប្អូនអាចធ្វើញ៉ាំបានគ្រាន់តែថាវិធីយើងធ្វើតាមក្រុមគ្រួសារនីមួយៗរៀងៗខ្លួនមិនជាមានការលំបាកអីទេសម្រាប់សម្លមកជូរតកួនចាអញ្ចឹងឥឡូវនេះគឺយើងមកពីផ្សារហើយអញ្ចឹងមានត្រីគឺយើងស្លមកជូរតកួនរបស់យើងហ្នឹងគឺមកជូរតកួនជាមួយនឹងត្រីពោយើងមានត្រីពោមានតកួនហើយមានម្អមចាឥឡូវហ្នឹងយើងមកធ្វើការលាងសម្អាតត្រីបងប្អូនមកពីផ្សារវិញហ្នឹងយើងរៀបចំឲ្យហើយឥឡូវលាងសម្អាតត្រីហើយការលាងសម្អាតត្រីបងប្អូនគឺសំខាន់មែនតើគឺយើងត្រូវលាងវាឲ្យបានច្រើនទឹកដើម្បីអីលាងឲ្យស្អាតដើម្បីវាកាត់ជាតិឆ្អាបហើយក្នុងនេះដែរយើងលាងច្រើនទឹកមែនតើហើយខ្ញុំមកតែបងប្អូនស្រីខ្ញុំក៏ធ្វើសម្លមកជូរតកួននេះគឺឆ្ងាញ់ណាស់បងប្អូនអើយនិយាយពីជាតិតែម្ដងហើយនេះយើងលាងទឹកទី4ទេណាបងចានេះទឹកទី4ទេបងប្អូនអញ្ចឹងយើងលាងឲ្យស្អាតឥឡូវយើងចូលដល់វគ្គមកលាងបន្លែរបស់យើងវិញម្ដងបន្លែវាមិនពិបាកអីទេហើយបន្លែតកួនហ្នឹងគឺបងប្អូនអាចកាត់គល់វាចេញឲ្យច្រើនតិចទៅណាព្រោះអីដោយសារយើងកុំយកអាឡៃរឹងហ្នឹងវាអត់ឆ្ងាញ់ទេអញ្ចឹងយើងមកលាងសម្អាតជាមួយនឹងខ្ញុំទាំងអស់គ្នាហើយក្នុងការលាងតកួនហ្នឹងបងប្អូនពេលខ្លះវាមានអាដុំដែលនៅជាប់តកួនហ្នឹងក៏យើងត្រូវមកឆ្កឹះកាត់វាចេញដែរដើម្បីអីកុំឲ្យវាមាននេះអាដុំដែលនេះកំពុងតែកាត់ហ្នឹងណាឆ្កឹះគ្រាប់ចេញហ្នឹងយើងលាងសម្អាតយើងរៀងផ្ចិតផ្ចង់បន្តិចដើម្បីអីឲ្យសម្លរបស់យើងវាមានឲ្យជារសឆ្ងាញ់ចាហើយអញ្ចឹងដូចខ្ញុំជំរាបបងប្អូនអញ្ចឹងថ្ងៃនេះមកលេងបងអូនស្រីហើយគាត់ជួនចំពេលគាត់ធ្វើម្ហូបនេះយើងក៏សុំគាត់ថតវីដេអូទៅហើយទុកចែករំលែកដល់បងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងនៅក្នុងតកួនហ្នឹងគឺវាអញ្ចេះទៀតបងប្អូនមានន័យថាអាចុងរបស់វាពេលខ្លះបងប្អូនអាចកាត់វាចេញក៏បានដែរព្រោះចាអាចុងរបស់តកួនហ្នឹងពេលខ្លះវាអាចធ្វើឲ្យយើងអាចថាចុកពោះរមួពោះដែរអញ្ចឹងបើសិនជាអាចបងប្អូនអាចច្រឹបយកអាចុងហ្នឹងចេញចាឥឡូវហ្នឹងគឺខ្ញុំមកចិត្តតកួនជាចំណិតស្ដើងណាហើយយើងត្រាំទឹកបងប្អូនត្រាំទឹកវាមកស្ទុះទៅឲ្យវាស្អាតប៉ុន្តែយើងមិញយើងក៏លាងស្អាតតែយើងត្រាំទឹកថែមទៀតអញ្ចឹងតកួនហ្នឹងក៏ត្រូវលាងសម្អាតវាប្រើពេលវេលារៀងចិត្តចង់ដែរហើយនេះខ្ញុំមកធ្វើការហាន់វាស្ដើងនេះហើយចុងរបស់តកួនហ្នឹងពេលខ្លះបើវាមើលទៅយើងកុំច្រឡំថាចុងហ្នឹងវាស្រួយឆ្ងាញ់ណាបងប្អូនចុងហ្នឹងជួនកាលវាអាចអត់ស្រួលដែរវាធ្វើយើងចុកពោះអញ្ចឹងយើងអាចកាត់អាចុងស្រួយហ្នឹងចេញខ្លះដែរអញ្ចឹងតាក់ទងទៅនឹងសម្លមកជូរតកួនខ្ញុំគិតថាមិនមាននរណាម្នាក់មិនចេះធ្វើទេយើងចេះស្លទាំងអស់គ្នាតែគ្រប់តែគ្នាហ្នឹងគ្រាន់តែថាកែងឡវិធីសាស្ត្រវាខុសគ្នាតិចតួចអីអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវយើងលាងតកួនលាងអីស្អាតហើយអស់ហើយឥឡូវយើងមកដាក់ដាំទឹកចាដោយសារសម្លតកួនយើងតិចដែរហើយត្រីដូចជា 4-5 ដុំដែរដោយសារគ្រួសារបងខ្ញុំមានគ្នាតិចណាគាត់ពីរនាក់គ្រួសារគាត់ហើយនឹងកូនតូច2នាក់អីអញ្ចឹងក៏ដាក់ទឹកមកល្មមសម្រាប់ដូចជាស្លហ្នឹងមួយចានពេញតែបងប្អូនឃើញពីដើមវីដេអូចាឥឡូវយើងមកកិច្ចហ្គាសដាក់ដាំទឹកទាំងអស់គ្នាចានៅក្នុងទឹកសម្លគឺយើងជាទូទៅការស្លរបស់ក្រុមគ្រួសារបងប្អូនខ្ញុំភាគច្រើនที่យើងដាក់មានដំខ្ទឹមស2-3 កំពឹសទៅយើងដាក់ចូលក្នុងទឹកសម្លដើម្បីវាកាត់ជាតិឆ្អាបហើយនឹងរបស់ដែលខានអត់បានតែម្ដងគឺរំដេងចារំដេងនេះគឺសំខាន់មែនតើសម្រាប់សម្លម្ជូរគ្រប់ប្រភេទចាมันអាចខ្វះរំដេងបាននិយាយទៅរំដេងគឺมันអាចខ្វះថ្លៃតែម្ដងចាហ្នឹងហើយអញ្ចឹងយើងក៏ដាក់ដាំចូលរងាស់នៅក្នុងទឹកហ្នឹងទៅហើយយើងមានអំពិលទុំនេះគឺជាអំពិលសាច់បងប្អូនហើយប្រហុកនេះក៏ជាប្រហុកសាច់ដែរពេលយើងប្រហុកសាច់និងអំពិលសាច់ចឹងទៅវាងាយស្រួលយើងអាចដាក់ចូលទៅក្នុងទឹកសម្លយើងបានហ្មងដាក់អំពិលទុំមកល្មមព្រោះពេលវារីកទៅស្រួលយើងជ្រុំថែមទៀតហើយប្រហុកខ្ញុំដួសដាក់ផ្លេចថតអត់តាន់ជូនបងប្អូនប៉ុន្តែខ្ញុំដួសដាក់ចូលប្រហែលជាមួយចុងសុភីអញ្ចឹងណាហើយយើងដាក់ដាំចូលគ្នាទៅនឹងវិធីសាស្ត្រខាងក្រុមគ្រួសារខ្ញុំស្លបែបហ្នឹងឯងអញ្ចឹងរងចាំរហូតដល់ទឹកពុះយើងដួសអំពិលទុំដែលដាក់ស្ងោរហ្នឹងដាក់មកចានមកលើសិនព្រោះឲ្យយើងទុកជ្រុំពេលយើងដាក់ត្រីចូលណាបងប្អូន
ពេលដែលវាពុះឆ្អិនហើយចាបន្ទាប់មកទៅយើងដាក់ត្រីពោចាយើងដាក់ត្រីចូលទៅក្នុងឆ្នាំងសឡរបស់យើងទៅចាត្រីនឹងមានប្រមាណយើងដាក់ចូលទាំងអស់ត្រីប្រហែលជា4 5កង់បងប្អូនឲ្យលាយម្ទេសមកគ្រាប់ទៅដាក់ចូលក្នុងនឹងទៅពេលម្ទេសនឹងវាឆ្អិនទៅយើងញិចទៅវាឆ្ងាញ់ចាអញ្ចឹងទឹកចាប់ផ្ដើមពុះហើយឥឡូវយើងមកជ្រុំប៉ាទុំទាំងអស់គ្នាចាប្រហុកបងប្អូនដាក់តាមការចូលចិត្តទៅណាចានឹងជ្រុំទឹកប៉ាទុំដែលយើងស្រង់ចេញយកមកទុកមិនលើហ្នឹងគឺព្រោះមុនហ្នឹងយើងដាក់ចូលទៅក្នុងឆ្នាំងវារីកហើយអញ្ចឹងឥឡូវយើងយកមកកូរហើយឥឡូវយើងចាក់ទឹកប៉ាទុំចូលក្នុងឆ្នាំងស្លរបស់យើងចាហើយយើងទុកឲ្យវានៅលើចក្រានពុះមិនលើទៀតទៅមកសន្ទុះទៀតយើងចាប់ផ្ដើមមកដួសពពុះបងប្អូនចាដោយសារវាមានផលពីខាងក្រោមមកនេះយើងដួសពពុះលើហ្នឹងចេញយើងដួសចឹងទៅចាណាងវាមានពពុះយើងពិនិត្យមើលទៅវាមានពពុះក្នុងសឡយើងច្រើនយើងដួសចេញតាមហ្នឹងទៅតែហ្នឹងយើងក៏ភ្លក់ដែរណាបងប្អូនព្រោះមុននេះយើងដាក់ប្រហុកហើយអញ្ចឹងយើងស្លប្រើទឹកត្រីយើងដាក់មកល្មមតបមកយើងមានប៊ីចេងយើងដាក់ចូលតិចតួចអញ្ចឹងណាបងប្អូនហើយបើសិនជាវានៅមានពពុះយើងដួសវាចេញមកកុំទុកពពុះក្នុងនឹងឲ្យវារីកក្នុងនឹងអត់ល្អទេយើងដួសតែនឹងវាកាកតិចចាឲ្យដាក់ប៊ីចេងបន្តិចទៅក្នុងខ្ញុំដាក់ប៊ីចេងឲ្យម្ដងហើយអញ្ចឹងទៅតបមកទៀតដាក់អំបិលមកចាប់ដែរបងប្អូនអំបិលបើថតអត់តាន់ប៉ុន្តែក៏បងប្អូនថាមានអំបិលបន្តិចប៊ីចេងបន្តិចអញ្ចឹងណាចាឥឡូវយើងទុកឲ្យទឹកយើងពុះយើងមកចាប់ដើមដួសពពុះចេញម្ដងទៀតចាបន្ទាប់ពីពុះអីហើយអស់ដួសពពុះចេញហើយអស់ឥឡូវយើងដល់វគ្គចុងក្រោយរបស់យើងដាក់តកួនដែលយើងបានលាងទុកហ្នឹងដាក់ចូលទៅក្នុងឆ្នាំងរបស់យើងចាអញ្ចឹងសម្លម្ជូរតកួនរបស់យើងហ្នឹងគឺថាចិត្តបានសម្រាប់ជោគជ័យហើយចាឥឡូវនេះខ្ញុំហាន់ម្អមទុកសម្រាប់រោយដាក់នៅក្នុងឆ្នាំងសម្លរបស់យើងព្រោះអីសម្លម្ជូរมันអាចខ្វះបានដូចគ្នាគឺម្អមហើយនឹងរំដេងនឹងតែម្ដងចាហើយគឺម្អមឈ្ងុយបងប្អូននេះយើងទិញបានម្អមស្រែចាអញ្ចឹងយើងដាក់ចូលទៅឈ្ងុយតែម្ដងចាយើងហាន់ម្អមអីហើយអស់ឥឡូវយើងដាក់ម្អមស្រង់មកដុំមកហើយយើងមកមើលសឡយើងវិញចាយើងដាក់តកួនចូលបានមកសន្ទុះហើយយើងចាក់ម្អមរបស់យើងចូលក្នុងឆ្នាំងសឡហ្នឹងយើងអាចទុកឲ្យវាពុះមួយផ្លែតទៀតព្រោះតកួនតែប៉ុន្តែយើងអាចញ៉ាំវាឆៅក៏បានដែរតែយើងទុកឲ្យវាទន់បន្តិចទៅចាអញ្ចឹងយើងឃើញថាសឡរបស់យើងគឺបានឆ្អិនហើយអញ្ចឹងចាប់ផ្ដើមដួសដាក់ចានហើយនឹងអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមទទួលទានសម្លម្ជូរតកួនជាមួយនឹងខ្ញុំនិងបងប្អូនស្រីខ្ញុំទាំងអស់គ្នាចាហើយមួយទៀតបងប្អូនខ្ញុំភ្លេចជម្រាបទៅពីដើមដំបូងហ្នឹងគឺពួកខ្ញុំមានពងទាចៀនដែរចាពងទាចៀនហ្នឹងគឺយើងបន្ថែមកុំឲ្យវាអត់ចឹងណាវាងាយស្រួលបងប្អូនហើយមកហូបលក្ខណៈគ្រួសារពេលខ្លះយើងនឹកអត់ឃើញដែរចឹងណាបងប្អូនចឹងហើយយើងគិតថាស្លម្ជូរទៅឲ្យចៀនពងទាជាមួយទឹកត្រីម្ទេសទៅក៏វាមួយយ៉ាងហ្នឹងហើយហើយពងទាចៀនពួកអត់មានអីពិបាកទេបងប្អូនដាក់ប្រេងឲ្យក្តៅទៅហ្នឹងហើយគោះពងទាចៀនចាំមកសន្ទុះប៉ុន្តែបងអូនស្រីខ្ញុំផ្ទះគាត់ចូលចិត្តញ៉ាំពងក្រហមហ្នឹងដំវាឲ្យបែកចាហើយគេចេះញ៉ាំអញ្ចឹងបើថាជាប់ភ្នែកគឺអត់ចេះទេនឹងអញ្ចឹងងាយស្រួលហើយម្ហូបនេះគឺដូចជាมันមានការលំបាកអីក្នុងការចម្អិនទេបងប្អូនហើយសង្ឃឹមថាពេលដែលបងប្អូនឃ្លានចង់ញ៉ាំសឡម្ជូរតកួនបងប្អូនអាចធ្វើទទួលទានបានចាម្ជូរតកួនបងប្អូនចង់ញ៉ាំជាមួយត្រីចៀនក៏បានចាមួយពងចៀនក៏បានចាហ្នឹងហើយឥឡូវពងទាចៀនយើងហ្នឹងក៏វាឆ្អិនហើយឥឡូវហ្នឹងគឺយើងដួសវាដាក់ទុកនៅក្នុងចានមួយលើសិនទៅហើយយើងធ្វើទឹកត្រីម្ទេសបងប្អូនចាពងទាចៀនហ្នឹងយើងធ្វើទឹកត្រីម្ទេសជាមួយនឹងខ្ទឹមញ៉ាំទៅគឺឆ្ងាញ់ចាអញ្ចឹងយើងមកដំខ្ទឹមទាំងអស់គ្នាដើម្បីច្រាំទុកធ្វើទឹកត្រីម្ទេសចាគឺមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនអើយគឺអែមតែម្ដងថ្ងៃនេះហើយយើងច្រាំខ្ទឹមយើងច្រាំវាម៉ត់ឲ្យវាល្អិតណាចាហ្នឹងហើយឥឡូវយើងដាក់ចូលក្នុងចានណាមានប៊ីចេងបន្តិចណាបងប្អូនអត់ចង់ញ៉ាំប៊ីចេងបាច់ដាក់ក៏បានបើបងប្អូនចង់ដាក់កុំឲ្យវាប្រៃពេកគឺដាក់មកចាក់ទឹកត្រីចូលមកហើយកាត់ម្ទេសដាក់ចូលក្នុងចានទឹកត្រីយើងមកងាយស្រួលអញ្ចឹងថ្ងៃណាបងប្អូនខ្ជិលធ្វើអីចៀនពងទាទឹកត្រីម្ទេសហ្នឹងក៏បាយបានដែរបងប្អូននេះមើលអ្នកញ៉ាំហ៎បងប្អូននេះទឹកត្រីម្ទេសមួយពងទាណា
cứ thà đây này cứ chiết nó chiết tới mà đâu cứ nhanh tới mà đâu á anh bảo cái mền chà nó ngày chân ở lời nó cứ tha mà hộp ở ha nó cứ riệp chom triệp tra rụi rồi ở hai chân chơi bong bóng tầng ác đi một ở từ tiên slo mà chu từ cuốn trai po chỉ mùi nâng pong tia chiên tập trai mà tê chà sầu mà cho ru nhanh chỉ mùi nâng cầm cua xa bong sấy nhom tầng ác đi nâng hai bật chỉ mình sẽ đây rì rì mình tên đại ban bằng hàng nơi giờ cam ở phía nâng video để tông sập lò mà chu hay nâng bóng tì chiến đi chun bóng ôn tu sna nâng chẳng ốc côn bóng ôn từng ác ní xong chun poi bóng ôn vừa làm nào từ tì chết tì ngay chụp tay sự đây sọc hai nâng xong rồi prep bàn về tiền po xong rồi mình cái đây sọc sàn cướp về liếc cướp tì cần lành phòng này ốc côn bóng ôn bye bye